Pôn đăng ấy cứ lục ly sầm mết đại dương squall khục kia thang cừu mía nữa nè và anh trẻ so mà tu ấy bàn tay quạt miên bật đứt mà cái hai bật đứt đại chi ti praksa xa bao lục hôn sai hai ô như bị lục hôn sai nó cứ chuyện tiêu và đa chia pra ăn vậy cho màu bị than mệt na môi đại lục cruise miên rồi còn lục ly sầm mết nó có rúp vậy bị lược tu buộc mệt roal pe ở tại miền VTK ban các ban micro ประมาณម៉ោងក៏លោកលីសមេននិយាយមិនហត់ដែរដើម្បីសរសើរលោកហ៊ុនសែនដែលជាបុរសអច្ឆរិយៈនោះក៏ប៉ុន្តែបុរសអច្ឆរិយៈនឹងឯងដែលបញ្ជាឲ្យចាប់លោកលីសមេនដាក់គុកហើយនៅពេលដែលគាត់ជាប់គុកគឺក៏ស្លាប់នៅក្នុងគុកដោយសារជំងឺកាំងបេះដូងលើសឈាមផងលើសជាតិស្ករផងដោយសារតែប្រធានគុកគឺលោកនុតសាវណ្ណានោះបានប្រាប់សារព័ត៌មានក្នុងស្រុកអំពីស្ថានភាពសុខភាពរបស់លោកលីសមេតគឺស្លាប់ក្នុងវ័យ73ឆ្នាំ ទ្រព្យសម្បត្តិមហាសាលនិយាយពីស្មោះស្ម័គ្រនឹងគណៈបកប្រជាជនកម្ពុជាផ្កាប់មុខគ្មានថ្ងៃងាករេទេអត់ដែលរំពឹងថាថ្ងៃណាមួយនឹងចូលគុកទេហើយនៅពេលដែលលោកលីសមេតចូលគុកមិនមែនបានតែចូលតែម្នាក់ឯងទេណាពួកគេចោទគាត់5បាត់ល្មើសតាក់តងនឹងឆោបោកនឹងអំពើពុករលួយហើយអ្នកដែលអាជ្ញាធរចាប់តាក់តងនឹងការសោកប៉ាន់ក្នុងសំណុំរឿងនោះមានឈ្មោះឡាយវិសិទ្ធឡាយសំរោងលីសមេតមួងឃឹមឆាយសវណ្ណារីហាងទឹករត្រី ដួងតារាកនសកាយនិងអ៊ុតធី8នាក់បាទឥឡូវលោកដួងតារាអីហ្នឹងសុទ្ធតែជាចំណិតរបស់លោកហ៊ុនសែនដែលកាន់ Facebook របស់លោកហ៊ុនសែនអីហ្នឹងជាប់គុកអត់ទាន់មានថ្ងៃលែងតែលោកដួងតារាក្មេងជាងលោកគ្រូមៀឬលោកលីសាមេតហ្នឹងឆ្ងាយចឹងបានសួរថាតើការស្លាប់របស់លោកលីសាមេតនេះជាមេរៀនយ៉ាងម៉េចចំពោះអ្នកដែលគ្រប់គ្រងគណៈបកប្រជាជនកម្ពុជាផ្កាប់មុខ ដោយខ្ញុំបានជម្រាបច្រើនដងហើយថាគណៈបកប្រជាជនកម្ពុជាសូម្បីតែមនុស្សផ្ទាល់របស់គាត់ហ្នឹងគឺយកទៅប្រើនៅពេលដែលអស់កាកអំពៅតែពេលតែស្ងួតទៅគឺគេត្រូវតែអញ្ចឹងឯងតាហើយតែពេលយើងចូលនៅពេលដែលគិតថាបាននៅចិត្តលោកហ៊ុនសែនបាននៅអីអញ្ចឹងធ្វើអីក៏បានព្រោះយើងបានអាវយ័ន្តក្រាស់ធ្វើមិនតែគេចង់សម្លេះគឺជាចង់ចាត់ការគឺចាត់ការអញ្ចឹងហើយ ដោយលោកបដិទ្ធកែមលៃនិយាយចឹងថាអង្គើអយុធធម៌សង្គមបពុនិយមស្អីស្អីហ្នឹងណាអ្នកនឹងខ្លាយជាជនរងគ្រោះនៅពេលណាមួយគ្រាន់តែមិនដល់ផ្ទាន់ដល់វេនតាតែដល់វេនអ្នកណាក៏ដោយលលោកមិនលលោកអីក៏ដោយគឺអញ្ចឹងលោកបដិទ្ធលោកលីសាមេតហ្នឹងគួរតែម៉ោងនេះនៅជាមួយចៅនៅជាមួយអីក្រៅគុកទៅស្លាប់នៅក្នុងគុកអីចឹងទៅអ្នកដតីទៀតក៏មានវាសនាមិនសូវខុសគ្នានឹងដែរអាហ្នឹងគឺជាមេរៀនប្រាប់យើងថារបៀបដឹកនាំរដ្ឋបែបនេះគឺអ្នកណាក៏ជាជនរងគ្រោះដែរគ្រាន់តែមិនដល់វេន តន់ដល់វិញមិនចំពោះតែឯងស្និទ្ធស្នាលជាមួយនឹងគណៈបកប្រជាជនកម្ពុជាប៉ុណ្ណាទេមកឥឡូវនេះគឺតកតងនឹងរឿងសមាគមដីធ្លីខេត្តកោះកុងឯណោះវិញរឿងដីធ្លីហ្នឹងក៏មិនទាន់ចប់សពគ្រប់ដែរបងប្អូននៅតែកើតឡើងជាប្រចាំអឺកាលពីថ្ងៃទី6ខែឧសភាម្សិលមិញនេះគឺសហគមន៍ដីធ្លីខេត្តកោះកុង មកតាមដានញត្តិរបស់ខ្លួនដែលដាក់នៅក្រសួងដែនដីនគររូបនីយកម្មនិងសំណង់អត់ទាន់មានដំណោះស្រាយតាមអ្វីដែលអង្គការលីកាដូនៅមូលដ្ឋានរាយការណ៍មកហ្នឹងគឺថានៅព្រឹកថ្ងៃទី6ខែឧសភាហ្នឹងតំណាងនឹងសមាជិកសហគមន៍ប្រមាណ80នាក់មកពីសហគមន៍ដីធ្លីចំនួន3មានសហគមន៍197គ្រួសារសហគមន៍175គ្រួសារនិងសហគមន៍995គ្រួសារបានប្រមូលផ្ដុំគ្នានៅមុខ ក្រសួងដែនដីនគររូបនីយកម្មនិងសំណង់នៅឯភ្នំពេញនោះដើម្បីមកតាមដានញត្តិរបស់គាត់ដែលដាក់ពាក់ព័ន្ធនឹងចំនួនដីធ្លីយូរហើយស្នើសុំដីសម្បត្តិសង្គមគិច្ចនៅស្រុកស្រែអំបិលនិងស្រុកបទុមសាគរខេត្តកោះកុងក្នុងអំឡុងពេលនោះមានអាជ្ញាធរខេត្តខណ្ឌរសីកែវយ៉ាងតិចបាន30នាក់ដែលបានចុះមកឃ្លាំមើលសកម្មភាពរបស់សហគមន៍ពេលដែលពួកគាត់កំពុងលើកបដាទាមទាររកដំណោះស្រាយចំនួនដីធ្លីជាមួយអង្គការហេងហ៊ុយនិងករណីសម្បត្តិដីសង្គមគិច្ចហ្នឹង សហគមន៍បានបញ្ជាក់ថាពួកគាត់ធ្លាប់ដាក់លិខិតស្នើសុំដោះស្រាយទៅរដ្ឋបាលខេត្តកោះកុងនេះច្រើនលើកហើយចាប់តាំងពីឆ្នាំ2020មក6ឆ្នាំជាងហើយលើសពីនេះទៅទៀតពួកគាត់ដាក់ញត្តិទៅក្រសួងរៀបចំដែនដីនគររូបនីយកម្មនៅខែឧសភាហើយនឹងតាមដានម្ដងទៀតនៅខែកញ្ញាឆ្នាំ2025ប៉ុន្តែអត់ទាន់ទទួលបានដំណោះស្រាយអីសោះ សហគមន៍ដីធ្លី197គ្រួសារបានអះអាងថាគាត់បានរងគ្រោះពីចំនួនដីធ្លីរ៉ាំរ៉ៃជាមួយអង្គការហេងហ៊ុយចាប់តាំងពីឆ្នាំ2007ពី2007មកបងប្អូនមើល2007 2010 2020 2026 23ឆ្នាំហើយហ្នឹង
បន្ថែមពីនេះមាន16គ្រួសារក្នុងសហគមន៍នេះក៏កំពុងប្រឈមនឹងចំនួនដីធ្លីមួយផ្សេងទៀតជាមួយភាគីឯកជនដែលមានការពាក់ព័ន្ធជាមួយអាជ្ញាធរផងដែរបាទខ្ញុំslash ប៉ុណ្ណឹងទៅឥឡូវរឿងតាដីនៅក្នុងសហគមន៍ខ្លួនឯងដោះស្រាយអត់ទាំងចេញផងឲ្យទៅដោះដីព្រំដែនដែលថៃយកបានរាប់សិបកន្លែងនឹងយ៉ាងម៉េចព័ត៌មានចុងក្រោយគឺតកតងនឹងតាមពិតថ្ងៃនេះវាគួរតែជាដំណឹងរីករាយសម្រាប់បងប្អូនខ្មែរនិងប្រជាពលរដ្ឋថៃដែរដោយសារតែដែលមានកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសហ្វីលីពីនដែលជាប្រធានអាស៊ានបដូវវេនហើយដែលដឹកនាំកិច្ចប្រជុំដោយប្រធានាធិបតីរបស់ប្រទេសហ្វីលីពីនគឺលោក Ferdinand Marcos Jr. ដើម្បីធ្វើឲ្យនាយករដ្ឋមន្ត្រីខ្មែរនិងនាយករដ្ឋមន្ត្រីថៃជួបគ្នាដាច់ដោយឡែកមួយដែលមិនមែនជាផ្នែកមួយនៅក្នុងកិច្ចការជួបប្រជុំអាស៊ានថ្ងៃ7ថ្ងៃ8ហ្នឹងទេព្រោះជំនុំកម្ពុជាអាស៊ាន7 8ហ្នឹងគឺនាយករដ្ឋមន្ត្រីនៃប្រទេសអាស៊ានទាំងអស់ទៅជួបជុំគ្នានៅឯទីក្រុងសេប៊ូនៃប្រទេសហ្វីលីពីនដែលប្រទេសហ្វីលីពីនជាម្ចាស់ផ្ទះហើយនេះគឺជាទម្លាប់ជាទូទៅទេនៅពេលដែលប្រទេសបដូវេនជាម្ចាស់ផ្ទះអាស៊ានជាប្រធានអញ្ចឹងយើងត្រូវរៀបចំកិច្ចប្រជុំដឹកនាំគណៈប្រតិភូគណៈរដ្ឋមន្ត្រីឬក៏ស្អីនៃប្រទេសអាស៊ានទាំងអស់មកជួបគ្នាជា allergy អញ្ចឹងទេគាត់ថារឿងដែលសំខាន់នៅពេលនេះគឺលោក Ferdinand Marcos Jr. ហ្នឹងគឺគាត់បានរៀបចំឲ្យមានជំនួបទ្វេភាគីតាមពិតវាត្រូវជាត្រីភាគីព្រោះអីមានកិច្ចអន្តរាគមន៍មើលការខុសត្រូវពីប្រធានាធិបតីរបស់ប្រទេសហ្វីលីពីនដែរដែលធ្វើឲ្យនាយករដ្ឋមន្ត្រីថៃលោកអនុទិនច័ន្ទវរៈគុលនិងលោកហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានជួបគ្នាពីគ្រោះការងារជាច្រើនហើយនេះក៏ជាជំហានមួយដ៏វិជ្ជមានសម្រាប់ប្រទេសខ្មែរនិងថៃដែរដោយសារតែយើងឆ្លោះគ្នាយូរហើយតាំងពីមានបទឈប់បាញ់ថ្ងៃទី27ខែធ្នូឆ្នាំ2025មកគឺកន្លះឆ្នាំជាងហើយអត់ដែលបានជួបចិត្តកន្លះឆ្នាំអត់ដែលបានជួបគ្នាទេមានតែផ្លោងសម្ដីដាក់គ្នាតែប៉ុណ្្នឹងទេឥឡូវនេះជួបគ្នាផ្ទាល់បែបនេះស្ថានភាពអាចនឹងមានភាពប្រសើរឬក៏ស្ថានភាពនៅតែដដែលឬក៏យ៉ាងម៉េចក៏ប៉ុន្តែគ្រាន់តែជម្រាបជូនបងប្អូនទាំងអស់គ្នាដែរថាមុននឹងថៃជួបខ្មែរក្នុងកម្រិតជានាយករដ្ឋមន្ត្រីនិងនាយករដ្ឋមន្ត្រីបែបនេះគឺថៃបានត្រួសត្រាយផ្លូវរួចហើយអស់ហើយថៃគឺមានល្បិចកិច្ចកលមកកណមុននឹងជួបហ្នឹងគឺអាតំបន់ព្រំដែនគោកគឺថៃបំផ្លាញកំទេចឬក៏ឈូសឆាយធ្វើហេដ្ឋារចនាសម្ព័ន្ធថ្មីគ្រប់កន្លែងដែលថៃបានទន្ទានឈ្លានពានហើយដែលខ្មែរព្រមចុះហត្ថលេខានៅណានៅនឹងឲ្យហ្នឹងគឺថៃគេធ្វើបានស្រេចចិត្តដោយសារតែយើងព្រមឲ្យគេនៅកន្លែងនៅហ្នឹងគេយកលេសចឹងតែដល់ពេលអាព្រំដែនហ្នឹងអត់បានចរចារៀបចំគណៈកម្មការ JBC អីដើម្បីជួបជុំវាស់វែងអីតាមអ្វីដែលខ្មែររំពឹងទុកនោះថៃទៅដុតភ្លើងព្រៃមួយទៀតឲ្យឆេះថ្គោលគឺតកតងនឹងការដក MOU 2001តកតងនឹងការគ្រប់គ្រងដែនសមុទ្រនេះគឺជាយុទ្ធសាស្ត្រដ៏ស្មោកគ្រោករបស់ថៃមួយដែរដើម្បីពង្រៀងការចាប់អារម្មណ៍របស់កម្ពុជានិយាយទៅធ្វើឲ្យកម្ពុជាខ្សោះខ្លួនណាបងប្អូនហើយយើងខ្សោះខ្លួនតាមគេអញ្ចឹងមែនមេដឹកនាំយើងគឺទាំងអស់ទាំងចបៃទាំងត្រគឺនាំគ្នាទូងស្គរទៅវល់តាមថៃពវក់ដូចគ្នារឿង UNCLOS ហ្នឹងអារឿងណែMOU 2001ហ្នឹងរឿងដែលវាអត់មានត្រូវការអីខ្វល់រឿងថៃលុបមិនលុបអីទេព្រោះអីគឺយើងដឹងហើយតើថាយើងមានច្បាប់អន្តរជាតិមិនតែសុំបាយថៃហូបអីវាអត់មានអីទេប៉ុន្តែអ្នកនយោបាយខូចដូចគ្នាខូចទាំងខ្មែរខូចទាំងថៃគឺថៃខូចនៅក្នុងន័យថារឿងកំពុងតែឆេះភ្លើងនៅឯទល់ដែនគោកអត់ព្រមដោះស្រាយឲ្យខ្មែរទេទៅដុតនៅព្រំដែនទឹកទៀតដើម្បីទាញការចាប់អារម្មណ៍របស់ខ្មែរទៅទម្លាក់ទឹកហ្មងហើយខ្មែរយើងនាំគ្នាទៅធ្លាក់ទឹកទាំងអស់គ្នាដែរគឺសុទ្ធតែយើងប្រកាន់ចំហអារឿង UNCLOS ហ្នឹងឲ្យត្រូវប្រើអាយន្តការផ្សះផ្សាដោយបង្ខំទាំងខ្លួនឯងអត់ដឹងថាស្អីគេយន្តការផ្សះផ្សាដោយបង្ខំហ្នឹងខ្ញុំពងតែឆ្ងល់មើលបងប្អូនសួរខ្មែរយើងទាំងអស់គ្នាមើលស្អីគេអាផ្សះផ្សាដោយបង្ខំហ្នឹងហើយបើសិនជាផ្សះផ្សាដោយបង្ខំវាអត់មានផ្សះផ្សាទេអញ្ចឹងហើយបើផ្សះផ្សាដដែលចាំបាច់ឆ្លោះគ្នាទៅអីហើយយន្តការផ្សះផ្សាដោយបង្ខំហ្នឹងស្អីគេឲ្យប្រកាសពាក្យថាផ្សះផ្សាដោយបង្ខំបានន័យថាគឺពីរនាក់អត់ត្រូវគ្នាអញ្ចឹងនៅក្នុងលក្ខន្តិកៈរបស់សន្ធិសញ្ញាស្ដីអំពីនីតិសមុទ្រហ្នឹងគឺគេមានមាត្រាមួយមានឧបសម្ព័ន្ធ5ឯមិនដឹងឯងខ្ញុំមិនតិចស៊ីជម្រៅទេព្រោះខ្ញុំមិនចាប់អារម្មណ៍ឈឺក្បាលអីរឿងហ្នឹងដែលធ្វើឲ្យយើងបាត់បង់អាធនធានចំណេះវិជ្ជារបស់យើងហ្នឹងនាំគ្នាទៅពុលតាមថៃហើយយើងណាអជ័យធ្លាក់ទឹកដូចគ្នាហ្នឹងអូយញ៉ាត់ហ្នឹងមកអស់ហើយពីព្រឹទ្ធសភាពីអីហ្នឹងសិតតែគ្រប់គ្រងនាយករដ្ឋមន្ត្រីខ្មែរហ្នឹងក្នុងការដែលប្រើច្បាប់អន្តរជាតិ UNCLOS ចុះបើយើងបកកែណាស់មិនព្រមប្រើច្បាប់អន្តរជាតិ ICJ និង ICC ប្តឹងថៃរឿងដីគោកដែលគេយកស្រស់នេះ
ហេតុអីក៏យើងមិនព្រមដាក់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រមតនអន្តរជាតិទៅហើយបើយើងទៅគ្រប់គ្រងរឿង UNCLOS ហ្នឹងថានឹងប្រើប្រាស់ច្បាប់អន្តរជាតិថាប្រជាពលរដ្ឋប្រមាណដែលគេនឹងទុកចិត្តយើងបើអារឿងនៅលើគោកចាក់ស្ដែងគេយកស្រស់នេះអត់ទាំងប្តឹងប៉ុណ្ណឹងរួចតែឥឡូវទៅរករឿងក្នុងទឹកឯណានោះដែលគេទំប្រកាសលុបហើយដែលលុបនឹងទៀតសោតគឺជាយុទ្ធសាស្ត្ររបស់ថៃក្នុងការពវៀងដានពវៀងការចាប់អារម្មណ៍ដើម្បីឲ្យមានបរិយាកាសរៀងពុលតិចទៅពេលដែលលោកអនុទិនច័ន្ទវរៈគុលដឹងខ្លួនហើយថាមកប្រជុំនៅអាស៊ានជំនួបកពូលអាស៊ានថ្ងៃ7ថ្ងៃ8នេះជិះមិនផុតពីជួបនាយរដ្ឋមន្ត្រីខ្មែរទេដូច្នេះដើម្បីស្អំចិត្តប្រជាពលរដ្ឋថៃថាថៃអញ្ចឹងគឺក្លាហានរឹងមាំអញ្ចឹងមេដឹកនាំគេបោះឆ្នោតអត់ខុសទេអញ្ចឹងគេទៅដុតព្រៃនៅអាម្ដុំកដាលទឹកនឹងទៀតទៅដើម្បីធ្វើឲ្យរឿងអត់មានរឿងសោះចេញជាមានរឿងដែរទៅលុបអា MOU 2001ចោលហើយដូចខ្ញុំនិយាយចឹងលុបក៏មិនលុបក៏មិនចង្រៃស្អីដែរលុបទៅខ្ញុំអោឲ្យទៅលុបទៅលុបឲ្យបាត់ស្លាស់ហ្មងទៅព្រោះអីកុំឲ្យឈឺក្បាលពេញ25ឆ្នាំអត់បានកាយអីផងក៏ប៉ុន្តែឥឡូវអារឿងដល់ពេលលុបហ្នឹងគឺយើងមានច្បាប់អន្តរជាតិគឺយើងមានមាត្រាមួយដែលនិយាយអំពីការផ្សះផ្សាដោយបង្ខំការផ្សះផ្សាដោយបង្ខំហ្នឹងបងប្អូនគឺមិនមែនជាការផ្សះផ្សាចាប់ចេញមកពីឋានប្រអិនថោនទេវតាណាទេនៅក្នុងមាត្រានៃអនុសញ្ញានីតិសមុទ្រស្ដីពីការផ្សះផ្សាដោយបង្ខំហ្នឹងគឺឧទាហរណ៍បើកម្ពុជាចង់គ្រប់គ្រងដែនសមុទ្រ26000គីឡូម៉ែត្រក្រឡាហ្នឹងចង់ខួងប្រេងឧទាហរណ៍ថៃគេអត់ព្រមថៃអត់ព្រមថៃរករឿងអត់ឲ្យយើងខួងឲ្យយើងមានសិទ្ធិស្របច្បាប់ថាកន្លែងហ្នឹងក្នុងដែនអធិបតេយ្យរបស់ខ្មែរអញ្ចឹងបើអត់មានអា MOU 2001ទៀតផងគឺយើងត្រូវតែទៅយកអាមាត្រាមួយនៅក្នុងអានីតិសមុទ្រហ្នឹងគឺដើម្បីប្រើនីតិវិធីផ្សះផ្សាដោយបង្ខំហើយវិធីផ្សះផ្សាដោយបង្ខំហ្នឹងមិនមែនត្រូវការភាគីទី3ទេណាទីច្រឡំថាយកតុលាការអន្តរជាតិអីមកប្រើអត់ទេអានីតិវិធីផ្សះផ្សាដោយបង្ខំហ្នឹងគឺក្នុងមាត្រាហ្នឹងភាគីកម្ពុជាមានសិទ្ធិប្តឹងដើម្បីឲ្យបង្កើតជាគណៈកម្មការមួយដែលមានគណៈសមាជិក5នាក់ហើយសមាជិក5នាក់ហ្នឹងបានមកពីណាគឺបានមកពី2នាក់ពីខ្មែរ2នាក់ពីថៃហើយមានប្រធានមួយដែលថៃនិងខ្មែរព្រមព្រៀងគ្នារើសទៅហើយបើរើសប្រធាននឹងមួយអត់ត្រូវហ្នឹងហើយអាចតាក់ទងទៅអង្គការសហប្រជាជាតិឬក៏ស្ថាប័នអន្តរជាតិណាមួយដើម្បីរើសប្រធានតែនៅតែយន្តការធ្វើភាគីដដែលហ្នឹងវាអត់មានអីប្លែកទេហើយធ្វើដូចជារឿងធ្លាក់មកពីឋានប្រអិនអូយនាំគ្នានឹងគឺថាកម្ពុជានឹងការពារអធិបតេយ្យខ្លួនមិនបោះបង់ចោលសិទ្ធិការពារច្បាប់សមុទ្រយើងការពារយើងមិនចាំបាច់និយាយទៅស្អីយើងចាំបាច់ទៅនិយាយប្រាប់ថាកម្ពុជារក្សាសិទ្ធិនៅតែប្រកាសជាសាធារណៈថាព្រះអាទិត្យក្តៅទោះយើងមិនថាក៏ព្រះអាទិត្យវាអត់ដែលត្រជាក់ដែរវានៅតែក្តៅអញ្ចឹងរហូតដល់ព្រោះសារធាតុនៃព្រះអាទិត្យវាអញ្ចឹងហេតុអីចាំបាច់និយាយអញ្ចឹងមកឲ្យប្រជាពលរដ្ឋនឹងច្បោកច្បល់ដូចជាម្នាក់ដោយរត់ទិសតំបន់អីលែងឃើញលែងគិតពីរឿងព្រំដែនគោកអស់លេងមកគិតថាណែកម្ពុជាគេការពារព្រំដែនទឹកមានទាត់បាត់ទៅឯណាអានៅនឹងវានៅប្រទៀងបតុងគ្នានឹងវាក្រាន់បើជាងអាព្រំដែនគោកដែលសញ្ញេឲ្យគេហើយបាត់ហើយនេះបានបាត់នៅទឹកគឺអត់តាន់ទេយើងប្រកែកយើងអីអាហ្នឹងគឺសំស្របខ្ញុំទាំគ្រប់ត្រឲ្យប្រកែកថាមិនទទួលយកប៉ុន្តែអាលើគោកនេះប្រកែកឡើងកើតដែរព្រោះយើងសញ្ញេឲ្យគេហើយតាំងថ្ងៃ27ខែធ្នូឆ្នាំ2025មកអានេះបានរឿងធំតែត្រូវប្តឹងផ្ដាល់គេហើយប្តឹងអត់បានទៀតព្រោះអីយើងសញ្ញេឲ្យគេហើយឥឡូវទៅចាប់ដៃគ្នាជាមួយនឹងលោកថាក់ស៊ីននឹងលោកហ៊ុនម៉ាណែតនៅឯទីក្រុងសេប៊ូនៃប្រទេសហ្វីលីពីនដឹងគាត់និយាយថាម៉េចខ្ញុំដកស្រង់ប្រសាសន៍ឲ្យស្ដាប់ទាំងអស់គ្នាខ្ញុំអត់មានពេលនិយាយលម្អិតពីរឿងសាររបស់ពួកគាត់ទេសិតតែនយោបាយបោកប្រាស់ទាំងសងខាងអត់មានចំណេញអីទេចំណេញបានតែចាញ់នយោបាយប្រជាពិធរបស់មេដឹកនាំនៃប្រទេសទាំងពីរទេចាំមើលស្ដាប់សាររបស់លោកហ៊ុនម៉ាណែតអរគុណប្រទេសហ្វីលីពីនដែលបានឲ្យភាគីកម្ពុជានិងថៃបានជួបគ្នាការជួបគ្នានេះគឺដើម្បីកាត់បន្ថយកម្ដៅគឺឈានទៅរកការស្ថាបនាកសាងការជឿទុកចិត្តគ្នាមួយរវាងកម្ពុជានិងថៃចំណុចទី1ចំណុចទី2គាត់ថាយើងបដិញ្ញាដោយគ្នាព្រមព្រៀងទាំងថៃទាំងខ្មែរហើយនឹងប្រើប្រាស់យន្តការដែលមានស្រាប់ដើម្បីដោះស្រាយបញ្ហាព្រំប្រទល់រវាងខ្មែរនិងថៃជាពិសេសព្រំប្រទល់គោកគឺប្រើយន្តការ JBC គឺគណៈកម្មការព្រំដែនខ្មែរចម្រុះគណៈកម្មការ GBC កម្រិតភូមិភាគនិងកម្រិតតំបន់ចង់និយាយថាកម្រិតរដ្ឋមន្ត្រីក្រសួងការពារជាតិនិងការពារជាតិនិង RBC គឺកម្រិតភូមិភាគយោធានិងយោធាអញ្ចឹងទៅអានេះអ្វីដែលលោកហ៊ុនម៉ាណែតនិយាយថាព្រមព្រៀងគ្នាហើយតកតងនឹងកិច្ចការព្រំដែនលោកហ៊ុនម៉ាណែតបានឱកាសនៅក្នុងយន្តការអាស៊ាននេះជួបជាមួយនឹងលោកអនុទិនហ្នឹងចង់ប្រាប់ពិភពលោកឲ្យដឹងថាកម្ពុជាមិនទទួលស្គាល់ព្រំដែនប្រែប្រួលដោយកងកម្លាំងប្រដាប់អាវុធទេនេះអានេះហើយដែលជា clear ជាអាយុជីវិតរបស់ថ្នាក់ដឹកនាំកម្ពុជាដែលគេហៅថាបើដូច clear ក្រុមហ៊ុនផលិតរថយន្តអីដូចថា Toyota អញ្ចឹងគេមាន clear ពាក្យស្លោករបស់គេមួយថាgo places អីអញ្ចឹងទៅ
ទៅគ្រប់កន្លែងទៅអីអញ្ចឹងតែអានោះដូចជា clear មួយដែលថាដូចស្រាផែនដីមានន័យជ្រៅអីចឹងឧទាហរណ៍ជា clear ដែលយកមកស៊ីបាននៅពេលដែលយកមកផ្សព្វផ្សាយអំពីរឿងព្រំប្រទល់ខ្មែរគឺកម្ពុជាមានតែមួយគត់គឺមិនទទួលស្គាល់ព្រំដែនប្រែប្រួលដោយកម្លាំងប្រដាប់អាវុធអានេះលោកហ៊ុនម៉ាណែតយកទៅនិយាយក្នុងវេទិកាហ្នឹងជាភាសាអង់គ្លេសឲ្យគេស្ដាប់បានឮពិភពលោកទៀតខ្ញុំសូមសរសើរឆ្លៀតនិយាយប្រាប់ពីបច្ចេកជំហរកម្ពុជាដែរមួយទៀតគឺនៅតែគ្រប់គ្រងបាត់ឈប់បាញ់ថ្ងៃទី27ខែធ្នូឆ្នាំ2025ជាពិសេសគឺប្រការ3តកតងនឹងយន្តការវាស់វែងដីជាក់ស្ដែងដែលមាន JBC ហ្នឹងលោកហ៊ុនម៉ាណែតនិយាយចឹងទៀតហើយនឹងចុងក្រោយគាត់និយាយអំពីរឿងនីតិសមុទ្រវិញរឿង UNCLOS គឺកម្ពុជារក្សាសិទ្ធិប្រើច្បាប់អន្តរជាតិដើម្បីដោះស្រាយដែនសមុទ្រឲ្យមានសុខសន្តិភាពចំណុចទាំងអស់នេះសំខាន់ទាំងអស់ប៉ុន្តែខ្ញុំសូមបកស្រាយជូនបងប្អូនឲ្យជ្រាបអត់មានអីថ្មីទេពេលដែលលោកហ៊ុនម៉ាណែតនិយាយពីរឿងជួបគ្នាដើម្បីដោះស្រាយឲ្យមានយន្តការបន្ថយកម្ដៅហ្នឹងគឺយើងនិយាយចឹងមកអាយុហើយតាវាអត់មែនទៅនិយាយតែឥឡូវទេនិយាយមកអាយុហើយប៉ុន្តែកម្ដៅនៅអត់ដែលថយទេហើយរឿងប្រាប់ថាព្រំដែនមិនទទួលស្គាល់ដោយការប្រើប្រាស់កម្លាំងប្រដាប់អាវុធនេះចង់លោកហ៊ុនម៉ាណែតនិយាយតជាស្ងួតកឡោទៀតក៏អត់បានផលអីដែរព្រោះអីយើងនិយាយតែក្នុងន័យមួយបើដូចជាក្នុងព្រំដែនសមុទ្រសពថ្ងៃអាចត្រូវព្រោះដោយសារថៃអត់ទាន់បានវាយយកដែនសមុទ្រយើងសំបីតែ1មីលីម៉ែត្រទេវាគ្រាន់តែជាតំបន់ត្រួតស៊ីគ្នាដែលធ្លាប់មាន MOU តែអត់ទាន់បានមានចម្បាំងស្អីប្រើម៉ារីនប្រើទ័ពជើងទឹកអីយកមកទន្ទ្រានឈ្លានពានយកដីកន្លែងណាមួយហើយខ្មែរយើងចុះហត្ថលេខាឲ្យគេគ្រប់គ្រងដែនកោះដែនសមុទ្រហ្នឹងដោយស្របច្បាប់ហ្នឹងវាអត់ទាន់មានអាហ្នឹងយើងអាចប្រកាសថាមិនទទួលស្គាល់អីបានអ្នកណាវាយមកយកដោយកម្លាំងប្រដាប់អាវុធយើងអត់ទទួលប៉ុន្តែដែនគោកនេះលោកហ៊ុនម៉ាណែតនិយាយថាយើងមិនទទួលស្គាល់ព្រំដែនគោកដែលប្រែប្រួលដោយកម្លាំងប្រដាប់អាវុធហ្នឹងគឺជារឿងនិយាយអត់បានផលទេព្រោះអីយើងនិយាយបានតែក្នុងករណីយើងអត់តន់ចុះហត្ថលេខានៃបទឈប់បាញ់អ្នកណានៅហ្នឹងទេខ្ញុំឲ្យឧទាហរណ៍ម្ដងទៀតណាបងប្អូនរឿងអ៊ុយក្រែននិងរុស្ស៊ីមកដល់ម៉ោងនេះរុស្ស៊ីនៅគ្រប់គ្រងដែនអ៊ុយក្រែនរហូតដល់25%នៃចំណែកដីរបស់អ៊ុយក្រែនអ៊ុយក្រែនអត់មានបានទទួលស្គាល់តបរុស្ស៊ីទេវាយរហូតវាយបានរហូតហេតុអីបានវាយបានរហូតព្រោះអ៊ុយក្រែនអត់បានចុះហត្ថលេខាព្រមឲ្យរុស្ស៊ីនៅហ្នឹងទេណែឯងនៅណាក៏ខុសច្បាប់ដែរក្នុងដីអ៊ុយក្រែនហើយខ្ញុំមានសិទ្ធិទម្លាក់គ្រាប់ទៅការពារ drone ទៅសម្លាប់តបណែឯងវិញបានគ្រប់ពេលព្រោះអីដីអ៊ុយក្រែនអត់មានបាត់ឈប់បាញ់ឃើញនៅស្លាប់មនុស្សអត់ឈប់សង្គ្រាម 3-4 ឆ្នាំអត់ឈប់មែនប៉ុន្តែដីអត់បាត់ទេប៉ុន្តែខ្មែរវិញចុះឥឡូវដែលហ៊ានទៅទម្លាក់គ្រាប់ទៅលើពួកដាក់កុងតឺន័រនៅអាទល់ដែនថៃហ្នឹងឯងដែលហ៊ានទៅទម្លាក់គ្រាប់នៅអាស្អីគេធ្វើកាយផ្លូវឡើងទៅភ្នំ350ឬក៏ប្រាសាទតាកបីប្រាសាទខ្នាប្រាសាទតំនធំឯដែលហ៊ានទៅប៉ះថៃបន្តិចមើលហ៊ានទៅប៉ះគេបន្តិចមើលខែអាហ្នឹងកាញ់ដែនដីរបស់ខ្មែរមិនចឹងតែយើងឲ្យគេនៅណានៅហ្នឹងនេះអារឿងនេះគេតែជារឿងបញ្ហាយើងអត់អាចវាយគេបានយើងអាចទម្លាក់គ្រាប់យើងអត់អាចប៉ះពាល់គេបានទាំងអស់ដោយសារតែយើងព្រមចុះហត្ថលេខាឲ្យគេនៅណានៅហ្នឹងយើងអត់ទទួលស្គាល់អំពីកម្លាំងប្រដាប់អាវុធដែលព្រំដែនរំកិលដោយសារកម្លាំងប្រដាប់អាវុធចុះអត់ទទួលស្គាល់មិនបើយើងបាត់ឈប់បាញ់យើងសញ្ញាឲ្យគេនេះពងតែអត់យល់ដំណងខ្ញុំនិយាយនេះមិនមែនបានន័យថាយីចុះនិយាយដដែលអញ្ចឹងខ្ញុំអត់និយាយដដែលថាមេដឹកនាំយើងនិយាយដដែលយើងយកអាចចំណុចចាញ់យកទៅនិយាយដើម្បីឲ្យប្រជាពលរដ្ឋហ្នឹងគិតថាយើងអត់ទទួលស្គាល់ដឹងបានមកវិញអត់បានទេបងប្អូនបានផេះបើយើងអត់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំប្រទានអន្តរជាតិទេគឺផេះហើយព្រោះអីយើងសញ្ញាគេទៅហើយហ្នឹងហើយដល់ពេលហើយលោកហ៊ុនម៉ាណែតពំតណោតខ្លួនឯងនិយាយថាមិនទទួលស្គាល់ព្រំដែនប្រែប្រួលដោយកម្លាំងប្រដាប់អាវុធតែគាត់ថាគ្រប់គ្រងឲ្យអនុវត្តបាត់ឈប់បាញ់ឲ្យបានមកខ្ជាប់ខ្ជួនថ្ងៃទី27ខែធ្នូឆ្នាំ2025ជាពិសេសប្រការ3តកតនឹងការវាស់វែងប្រការ3ហ្នឹងគឺវាស់វែងដីចាក់ស្ដែងអ្នកណាបានហ្នឹងក៏ប៉ុន្តែថៃអត់វាស់ទី1ទី2គឺយើងព្រមទទួលស្គាល់ឲ្យគេនៅណានឹងហ្នឹងហើយចុះបើវាស់ហ្នឹងយ៉ាងច្រើនបានបន្តិចបន្តួចដកបន្លាលួសអីមិនច្រើនទេគឺវាស់ទៅអាជាពិសេសព្រៃច័ន្ទព្រៃអីហ្នឹងវាស់ទៅយ៉ាងច្រើនដឹងថាហ្នឹងបោះថៃដាច់ហើយកុំបាច់អញ្ញាយទៀតឲ្យច្បាស់អញ្ចឹងហ្មងទៅតែបើរឿងបានខ្មែរដឹងអត់ហើយអាហ្នឹងយើងឲ្យទៅមានអាប្រការមួយហ្នឹងយើងសង្ឃឹមស៊ីលើអាប្រការ3ហ្នឹងដែលគិតថានឹងត្រូវតែវាស់ទៅឲ្យសង្ឃឹមបានខ្មែរសង្ឃឹមបានមកពីណាបើថៃគេប្រើផែនទីខ្នាត1លើ50,000ហើយយើងប្រើលើផែនទីខ្នាត1លើ200,000ហ្នឹងឥឡូវថៃគេនិយាយថាម៉េចអនុទិនច័ន្ទវរៈកុលគាត់និយាយថាការជជែកជាមួយលោកហ៊ុនម៉ាណែតប្រព្រឹត្តទៅដោយក្នុងស្ថានភាពភេទរភាពបានន័យថាជាភាពល្អលើនឹងគ្នានិងពិភាក្សាត្រង់ទៅត្រង់មកហ្នឹងអនុទិនច័ន្ទវរៈកុលគាត់ថាយើងទាំងពីរនាក់
ប្រទេសទាំងពីរបដិញ្ញាដើម្បីសន្តិភាពតាមរយៈការជជែកគ្នាអូខេល្អដូចគ្នាប្រសើរបំផុតគឺអនុទានចាំវរៈគុលថាចំនួនព្រំដែនអាចដោះស្រាយបានដល់ប្រសើរបំផុតគឺការជៀសវាងទំនាស់ផ្ទុះអាវុធតទៅទៀតដែលការដែលផ្ទុះអាវុធនេះឬក៏ទំនាស់នេះគឺវាអត់មានអីក្រៅពីនាំមកនៅមនុស្សស្លាប់ហើយនឹងការឈឺចាប់ទុក្ខវេទនាខ្លោចផ្សាទេតម្រូវឲ្យភាគីមានភាពស្មោះត្រង់ហើយមានសុចន្ទថន្ទៈនៅក្នុងការសម្រេចនៅក្នុងការដោះស្រាយបញ្ហាបង្កើតឲ្យមានយន្តការមួយគឺរដ្ឋមន្ត្រីក្រសួងការបរទេសទាំងកម្ពុជាទាំងខ្មែរហ្នឹងទាំងថៃហ្នឹងគឺជួបគ្នាទៅដើម្បីកសាងការជឿទុកចិត្តគ្នានិងទំនាក់ទំនងទ្វេភាគីឲ្យប្រសើរឡើងហើយទៅមុខតទៅទៀតគឺមួយជំហានម្ដងទិសដៅរួមគ្នាណាលោកអនុទិនច្បាស់ចឹងហើយឲ្យតាក់ទងគ្នាគ្រប់កម្រិតទាំងអស់កុំឲ្យតែមកកម្រិតណានោះកុំឲ្យមានការយល់ច្រឡំគ្នានឹងចុងក្រោយតាក់ទងនឹងការនឹងព្រំដែនទាំងព្រំដែនគោកនិងព្រំដែនទឹកគឺត្រូវតែដោះស្រាយតាមសន្តិវិធីអ្វីដែលលោកអនុទិនច័ន្ទវរៈកុលនិយាយមកនេះគឺជាការនិយាយហាក់បីដូចជាប្រាប់ពិភពលោកមកនោះថាខ្មែរខូចហ្មងព្រោះអីភាសាមកសបដៅដាស់តឿនទាំងអស់ថាគេនឹងអត់ខុសឲ្យឃើញគេថាចំនួនហ្នឹងវានាំឲ្យមនុស្សស្លាប់វានាំឲ្យមានទុក្ខវេទនានេះគេថាយើងហ្នឹងអ្នកបង្កចំនួនតកតងនឹងរឿងស្មោះត្រង់តកតងនឹងស្អីនឹងឲ្យកសាងភាពជឿទុកចិត្តគ្នានឹងឲ្យនិយាយទៅគឺថាមកដូចយើងហ្នឹងបង្កើតឲ្យមានភាពមិនទុកចិត្តគ្នាពីកម្ពុជាព្រោះភាសាហ្នឹងគឺភាសានិយាយប្រាប់មកថាខ្លួនឯងជាអ្នកគ្រាន់បើប្រាប់មកថាភាគីម្ខាងទៀតដែលធ្វើឲ្យមានបញ្ហាយើងហ្នឹងគឺត្រូវបានថៃហ្នឹងគេយកបងលើឆាកអន្តរជាតិដូចជាមេរៀនព្រៀនប្រដៅយើងអញ្ចឹងសាររបស់គេហ្នឹងហើយចំណេញអីគេបងប្អូនឥឡូវហ្នឹងតើមិនវាល្អយ៉ាងម៉េចទៅវាអត់ទាន់ដឹងថាទៅល្អអីសោះខ្ញុំរកកន្លែងល្អអត់ឃើញទេគ្រាន់តែថាហ្នឹងហើយបានជួបវាជាការបង្ក្រប់កិច្ចទេព្រោះអីមេដឹកនាំអាស៊ានជួបនៅភូមាហើយជួបនៅហ្វីលីពីនហើយហ្វីលីពីនជាម្ចាស់ផ្ទះដូច្នេះវាអត់មានអីក្រៅតែពីឲ្យជជែកគ្នាទៅប៉ុន្តែដំណោះស្រាយយន្តការទាល់តែមានយន្តការអាញាកណ្ដាលហ្នឹងគឺសំដៅទៅលើពីរអ្នកអត់ដដើមគ្នាដេកកដាលដូចរាល់ថ្ងៃឥឡូវនៅដដើមដេកគ្នាដេកកដាលទៀតចោះយន្តការដែលថាជជែកគ្នាហ្នឹងតាមមិនព្រមប្រើយន្តការកដាលអាស៊ានមួយទៅដែលមានអង្គការចាត់តាំងមួយដែលជាអាជ្ញាកណ្ដាលមានទាំងសមាជិកអាស៊ានពីសេនានុព័ន្ធយោធាខ្មែរសេនានុព័ន្ធយោធាថៃនិងអាស៊ានចូលគ្នាទៅហើយបញ្ចូលគ្នាធ្វើជាគណៈកម្មការចម្រុះចឹងទៅដើរមើលខ្លំមើលព្រំដែនអត់អ្វីដែលប្រសើរនៅក្នុងកិច្ចប្រជុំហ្នឹងគឺអា AOT នេះអាសង្កេតការមួយខាងរៀងខ្លួនហ្នឹងបន្ត3ខែទៀតដល់ខែកក្កដាមានតែប៉ុណ្្នឹងហើយដំណោះស្រាយអីហ្នឹងគឺមិនមានទេព្រោះអីខូចថៃគេខូចប៉ុន្តែគេបានដីតែយើងអត់អាចនឹងនេះតែយើងទៅសម្របសម្រួលចង់ចរចាទ្វេភាគីតែទ្វេភាគីហ្នឹងជាអ្វីថៃចង់បានទេចង់ក្រោយចូលទៅក្នុងសងថៃហើយពីរអ្នកសុំគ្នាដីកដាលហ្នឹងបាទឥឡូវខ្ញុំស្លេះប៉ុណ្ណឹងសិនបងប្អូនតាក់ទងនឹងរឿងឆបបោកអនឡាញហ្នឹងក៏នៅតែមិនទាន់ស្ងប់ដែរគឺក្រសួងយុតិធម៌ហុងកុងសុំតុលាការបង្កកទ្របអ្នកពាក់ព័ន្ធនឹងលោកអញ្ញាចិនស៊ី4អ្នក4ក្រុមហ៊ុនផ្សេងទៀតគេចាត់ការរហូតដោយសារអីគឺគេឃើញថាទ្របចិនស៊ីហ្នឹងវាច្រើនពេកអញ្ចឹងគេដើម្បីប្រមូលបង្កកទ្របហ្នឹងចូលជាសម្បត្តិជាតិតឡានាយកដ្ឋានក្រសួងយុតិធម៌ហុងកុងបានសុំដីកាតឡាការជាន់ខ្ពស់កាលពីម្សិលមួយថ្ងៃតាមពិតដើម្បីបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុននិងមេពាក់ព័ន្ធមួយឈ្មោះថាវូអានមីងនេះជាជនជាតិចិនដែលជាប់ពាក់ព័ន្ធជាមួយនឹងលោកចិនស៊ីហើយមានបង្កកទ្រព្យរាប់10លានដុល្លារទៀតរឿងនេះគឺតាមពិតទៅអ្វីដែលគេធ្វើគឺវាខុសពីខ្មែរយើងធ្វើទាំងនៅអាមេរិកទាំងអីបង្កកទ្រព្យចិនស៊ីអស់ហើយយកជាសម្បត្តិរដ្ឋរបស់គេតែខ្មែរយើងអត់ទាន់បានបង្កកទ្រព្យចិនស៊ីសំបីតែ1រៀលដុល្លារនៅឡើយ1រៀលលុយខ្មែរនៅឡើយទេដែលធ្វើឲ្យខូចឈ្មោះខ្មែរយើងឡើងក៏គ្រប់ពេញពិភពលោកបាត់ប្រយោជន៍ប្រជាពលរដ្ឋទាំង18លាននាក់ហើយយើងអត់បានបង្កកទ្រព្យចិនស៊ីសំបីតែ1ដុល្លារទេមកដល់ម៉ោងនេះតែបង្កក៏អត់បានដែរបងប្អូនព្រោះយើងលុបសញ្ជាតិគាត់ចោលបាត់ហើយថាគាត់មិនមែនខ្មែរផងអញ្ចឹងអ្វីដែលគាត់បំផ្លាញខ្មែរគាត់បំផ្លាញបានក្នុងនាមជាជនបរទេសតែទ្របនៃការបំផ្លាញហ្នឹងគឺយើងអត់អាចសុំបានទេព្រោះគាត់មិនមែនជាជនជាតិខ្មែរទៀតទេព្រោះយើងដកសញ្ជាតិគាត់ចោលបាត់ហើយយើងចាត់ទុកថាអាសញ្ជាតិខ្មែរហ្នឹងបានមកដោយខុសច្បាប់ដើម្បីយករួចខ្លួនបញ្ជូនគាត់ឲ្យផុតពីដៃខ្មែរបាត់ប្រយោជន៍ខ្មែរទាំងអស់យើងទៀមទាអីក៏មិនបានដែរអានេះគឺជាតម្រេះជីកឯងរបស់ខ្មែរទេឥឡូវនេះខ្ញុំស្លេះរឿងហ្នឹងបន្តទៀតយកចូលទៅដល់ពីរឿងភូមាហ្នឹងគឺ
ដែលខ្ញុំជពាក់ហ្នឹងគឺកូនស្រីអ្នកស្រីអងសានស៊ូជីសូមអន្តរាគមន៍ពីមេដឹកនាំបារាំងជួយឲ្យដឹងថាម្ដាយស្លាប់ឬរស់ផងមកដល់ម៉ោងហ្នឹងកូនប្រុសរបស់អ្នកស្រីអងសានស៊ូជីដែលនៅក្រៅប្រទេសហ្នឹងអត់ដឹងថាម្ដាយស្លាប់ឬរស់ទេព្រោះរបបសឹកភូមាហ្នឹងអត់ដែលឲ្យព័ត៌មានពិតទេដាក់គុកនៅក្នុងគុកហ្នឹងក៏អត់ដឹងថារស់ឬស្លាប់ឥឡូវថាផ្ទេចេញមកក្រៅផ្ទះហ្នឹងក៏អត់ដឹងព័ត៌មានពិតឬមិនពិតទៅទៀតព្រោះអីគេអត់ទុកចិត្តរបបយោធាហ្នឹងចេះតែធ្វើដើម្បីយកបងអីចឹងទៅហើយសំបីតែមេដឹកនាំថៃដូចជាលោកសៀស័កភួងកេតកៅដែលទៅចាប់ដៃជាមួយនឹងលោកមីនអងឡាំងដែលជាមេដឹកនាំផ្ដាច់ការណាហើយទៅអោបកសោបភូមាដើម្បីតែស្អំចិត្តយកឈ្នះចិត្តភូមាឲ្យគេសហការគ្នាដើម្បីដោះស្រាយធ្វើឲ្យខ្មែរយើងមើលទៅថាថៃឥឡូវគេសហការមួយភូមាកាន់គ្នាកាន់តែច្រើនណាអាការតតាំងព្រំដែនហ្នឹងកាន់តែពិបាកនៃនយោបាយគឺអញ្ចឹងអត់ទៅព្រមប្រាប់ឲ្យភូមាហ្នឹងដោះលែងអ្នកស្រីអងសានស៊ូជីអីណាទៅអោបកសោបអងឡាំងដើម្បីលួងចិត្តដើម្បីបានចាប់ដៃគ្នាអត់មាននិយាយពីរឿងកោតទោសអីសោះហើយដល់ឥឡូវសូម្បីតែថៃក៏អត់ដឹងថាភូមាអ្នកស្រីអងសានស៊ូជីនៅណានៅរស់នៅស្លាប់ឥឡូវកូនរបស់អ្នកស្រីអងសានស៊ូជីសូមស្នើទៅលោកម៉ានូអែលម៉ាក្រុងប្រធានាធិបតីបារាំងសូមឲ្យជួយអន្តរាគមន៍ទៅអាស៊ានផងដើម្បីធ្វើយ៉ាងម៉េចឲ្យអ្នកស្រីអងសានស៊ូជីនឹងបង្ហាញរូបថតឬក៏រូបភាពពិតដែលគាត់នៅរស់ផងព្រោះកូនអត់ដឹងថានៅរស់នៅស្លាប់ទេឬស្លាប់ទេបាទសូមឲ្យតែដឹងថាបើស្លាប់ក៏ស្លាប់រស់ក៏រស់អត់ដឹងអីក៏យ៉ាប់ម្លេះបាទឥឡូវអស់ពីរឿងភូមាវិលមកចូលរឿងខ្មែរនឹងបន្តិចវិញគឺអ្នកជំនាញពាណិជ្ជកម្មអាមេរិកថាកម្ពុជានឹងវ៉ាថៃ75ឆ្នាំទៀតគ្រាន់តែរឿងប៉ុណ្ណឹងអូយខ្មែរយើងអូអត់ម្លងទេលោកឲ្យតែលឺថាឈ្នះថៃនឹងនិយាយពីសបាយប៉ុន្តែអត់ប្រឹងធ្វើអីឲ្យឈ្នះថៃទេនឹងអង្គុយដេកផ្សងសំណាងហ្នឹងហើយទៅថៃក៏គេយកអាអត្ថបទហ្នឹងយកទៅផ្សាយដើម្បីឌឺយើងទេចំអកឲ្យយើងគេប្រាប់ថាជួបគ្នា75ឆ្នាំទៀតព្រោះយើងគិតថា75ឆ្នាំទៀតយើងនឹងវ៉ាឈ្នះថៃទាំងសេដ្ឋកិច្ចទាំងចំនួនប្រជាពលរដ្ឋហើយអ្នកណាដែលនិយាយរឿងនេះបងប្អូនអ្នកដែលជំនាញពាណិជ្ជកម្មដែលនិយាយរឿងនេះហ្នឹងគឺជាជនជាតិអាមេរិកគឺលោក Casey Bennett លោក Casey Bennett ហ្នឹងគឺលោកជាអតីតប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជាដែលបានផុតអាណត្តិទៅហើយលោកត្រាំតែសរសេរសារនៅលើបណ្ដាញសង្គម Facebook គាត់ជាញឹកញយជាទូទៅគាត់ជាបញ្ញវន្តមួយដែលគួរឲ្យគោរពទេប៉ុន្តែសារនេះគឺពេលដែលស្ដាប់ទៅនឹងវាហាក់បីដូចជាការផ្ដល់ភាពសង្ឃឹមបែបរវើរវាយដែរថាកម្ពុជានឹងវាយឈ្នះថៃ75ឆ្នាំទៀតបើយើងធ្វើរឿង6ចំណុចដូចខាងក្រោមទាល់តែធ្វើ6ចំណុចហ្នឹងចំណុចទី1គឺបង្កើតកូនឲ្យបានច្រើនចំណុចទី2គឺបង្កើតកូនចំណុចទី3គឺបង្កើតកូននិយាយទៅទាំងអស់ហ្នឹងសិតតែរឿងបង្កើតកូនទាំងអស់អត់តែមួយទេគឺឈប់បខំឲ្យទាហានចូលអីហ្នឹងតាក់ទាញខ្មែរនៅក្រៅប្រទេសឲ្យមកវិនិយោគនៅស្រុកខ្មែរនេះខ្ញុំគាំទ្រអារឿង6 5 6រឿងកាតព្វកិច្ចយោធាមិនគួរណាបខំមិនគួរអីទេឲ្យចូលស្ម័គ្រចិត្តនឹងទី6គឺណែដូចថាអន្តងឬក៏តាក់ទាញបងប្អូនអាណិកជនខ្មែរនៅក្រៅប្រទេសឲ្យចូលមកវិនិយោគនៅស្រុកខ្មែរអាហ្នឹងខ្ញុំគាំទ្រ 100% តែរឿងយកកូននេះគាត់ថាសេដ្ឋកិច្ចយើងកើនលើថៃរាល់តែឆ្នាំទេដូច្នេះបើកើនរហូតយើងមានកម្លាំងពលកម្មច្រើនមានមនុស្សច្រើនយកមកជួយការងារសេដ្ឋកិច្ចខ្មែរចំនួនប្រជាពលរដ្ឋខ្មែរក៏កើនច្រើនលើសចំនួនប្រជាពលរដ្ឋថៃព្រោះថៃគេកាត់បន្ថយអត្រានៃកំណើនប្រជាពលរដ្ឋនឹងដែរអញ្ចឹងថ្ងៃណាមួយគឺម្នាក់កំពុងតែទប់ម្នាក់ឲ្យឡើងទៅហើយគាត់លើកទឹកចិត្តថាដើម្បីលើកទឹកចិត្តឲ្យផលិតកូនឲ្យច្រើនគឺឲ្យម៉ែដែលសម្រាប់មាតុភាពសម្រាលកូនហ្នឹងគឺឲ្យឈប់6ខែហ្មងអត់យកប្រាក់ខែអត់កាត់ប្រាក់ខែអីចឹងទៅ6ខែអត់ធ្វើការអត់កាត់ប្រាក់ខែតើក្រុមហ៊ុនរោងចក្រសហគ្រាសណាគេយកគាត់ធ្វើការខ្ញុំកំពុងតែឆ្ងល់មួយទៀតគឺតម្លៃតាក់ទងនឹងបង្កើតកូនគឺបានន័យថាឲ្យប្រាក់រង្វាន់ប្តីប្រពន្ធណាដែលកើតកូនទី3ទី4ទៅមានកូនចាប់ពី3ឡើងទៅគឺកូនក្រោយៗហ្នឹង$3-4,000អញ្ចឹងមកគឺលើកទឹកចិត្តដើម្បីឲ្យផលិតកូនខ្ញុំថាវាហួសសម័យហើយសម័យនេះរឿងកូនរឿងអីហ្នឹងដូចយើងមិនមែនដោយសារតែយើងខ្វះធនធានមនុស្សឯណាទេខ្មែរយើងខ្វះអត់ខ្វះមនុស្សធ្វើការទេព្រោះមាន2លានទៅធ្វើការជាកញ្ចាស់គេនៅថៃណាយើងយកតែ2លានហ្នឹងមកវិញហ្នឹងយើងយកទៅណាអស់ប៉ុន្តែយើងអត់ទាំងរកការងារឲ្យអ្នកដែលកំពុងអត់អីហូបនៅស្រុកខ្មែរហ្នឹងធ្វើបានផងយើងទៅគិតពីរឿងបង្កើតកូនសម្រាប់រយៈពេលប្រហែលឆ្នាំទៅមុខទៀតខ្ញុំមិនដឹងដែរតែបងប្អូនតាមគាត់សិនណាឲ្យទៅឈូចិត្តដែរកុំឲ្យគិតទៅឈឺក្បាលពេកឥឡូវនេះចូលដល់រឿងលោកហ៊ុនតូសំទោសអតីតរដ្ឋមន្ត្រីការបរទេសអាស៊ានស្នើឲ្យអាស៊ានចាត់ការភូមិឲ្យចាស់ដៃរឿងរំលោភសិទ្ធិមនុស្សនេះគឺជាលើកទី1ដែលរដ្ឋមន្ត្រី
ការបរទេសអាស៊ានប៉ុន្តែមិនមែនរដ្ឋមន្ត្រីឥឡូវទេវាអតីតរដ្ឋមន្ត្រីការបរទេសអាស៊ាននាំគ្នាឲ្យចាត់ការភូមិឲ្យចាស់ដៃរឿងរំលោភសិទ្ធិមនុស្សចុះហេតុអីបានចាំទៅស្ដាប់រដ្ឋអតីតរដ្ឋមន្ត្រីអាស៊ានទៅវិញហេតុអីចុះរដ្ឋមន្ត្រីរាល់ថ្ងៃនេះដែលកំពុងកាន់ការងារស្របច្បាប់នេះហេតុអីក៏មិនថ្កោលទោសអាស៊ានរឿងភូមិនឹងខ្លះផងឲ្យប្រព្រឹត្តឲ្យឥឡូវហ្នឹងចាប់ផ្ដើមបេបទៅទៀតទាំងខ្មែរទាំងថៃគេទៅចាប់មានអង្ឡាងចាប់ដៃមិនមែនចាប់ខ្លួនទេសហការគ្នាអញ្ចឹងទៅផ្លិចអស់អាការដុតមនុស្សទាំងរស់ខ្មែរយើងឃើញគេបទូបថយទោសអីបន្តិចទៅសេលិខិតសអបអសាតទៅសារគេតែខ្លួនឯងអត់ដែលដោះលែងនរណាម្នាក់ឯងខ្មែរគ្នាឯងមិនដឹងតបោកប្រជាពលរដ្ឋទៅដល់ណាទៀតខ្ញុំកំពុងតែឆ្ងល់បើយើងនាំគ្នាមានចិត្តជាទៅថាស្មោះសរទៅយើងថ្កោលទោសឯងអញ្ចឹងហ្មងហើយយើងថ្កោលទោសគេក៏យើងថ្កោលទោសខ្លួនឯងដែរហេតុអីបានជាយើងបំពេញសិទ្ធិមនុស្សនៅក្នុងប្រទេសខ្លួនឯងដែរតែធ្វើវាមិនកើតដល់ពេលអញ្ចឹងទៅឲ្យអាស៊ាននឹងអន់មែនតើអត់មានណាជួយណាដូចចបៃនឹងត្រហើយអតីតរដ្ឋមន្ត្រីក្រសួងការបរទេសថៃហ្នឹងគឺមានលោកកសិទ្ធិភរមយ៉ាអតីតរដ្ឋមន្ត្រីការបរទេសម៉ាឡេគឺសៃហ្វុឌឌិនអាប់ឌុលឡានិងអតីតសមាជិកព្រឹទ្ធសភាហ្វីលីពីនគឺឡៃឡាដេលីម៉ាអីអញ្ចឹងទៅពួកគាត់សរសេរឲ្យជួយមើលមែនតើតែជួយមើលស្អីភូមិហ្នឹងជាបន្ទុកដែរប៉ុន្តែធ្វើម៉េចបន្ទុកអត់ម៉េចបើស្តៀងគ្នានឹងទៅឲ្យដាក់ទោសគេអត់ម៉េចឥឡូវនេះចូលមកដល់ខ្មែរវិញគឺសាររបស់លោកហ៊ុនតូរឿងក្រុមហ៊ុនហ៊ុយវ៉ាន់អាចបើកផ្លូវឲ្យចាប់មនុស្សដែលហ៊ានថាលោកពាក់ព័ន្ធនឹងឆបោកអនឡាញក្រោយពីស្ងាត់លោកហ៊ុនតូយ៉ាងយូររដ្ឋាភិបាលអាមេរិកក៏ដាក់ឈ្មោះក្នុងបញ្ជីខ្មៅថាជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនហ៊ុយវ៉ាន់ឲ្យស្ងាត់ឈឹងលោកហ៊ុនតូអត់ដែលឆ្លើយសោះថ្ងៃម្សិលមិញថ្ងៃ6បាទម្សិលមិញម្សិលថ្ងៃគាត់ចេញសេចក្តីបំភ្លឺមួយដោយមានមេធាវីអីជួយផងហ្នឹងគាត់ថាគាត់ទទួលសារភាពថាគាត់មានភាគហ៊ុន 30% នៅក្រុមហ៊ុន Huiwan Pay អីចឹងបានតែ 30% គាត់ប្រើពាក្យតែ 30% ទេហើយដោយសារតែលក្ខន្តិកៈរបស់ក្រុមហ៊ុនហ្នឹងមានហ៊ុនប៉ុណ្ណឹងគឺគាត់អាចធ្វើអីបានទាំងអស់ទី1គាត់ថាគាត់អត់ទទួលបានអញ្ជើញឲ្យចូលរួមប្រជុំសន្និបាតនៃម្ចាស់ភាគហ៊ុនអត់ធ្លាប់ចាត់តំណាងឬតែងតាំងអាណត្តិគេហកណាមួយធ្វើជាតំណាងភាគហ៊ុនអត់ដែលធ្លាប់ទទួលបានប្រាក់ចំណេញប្រាក់លៀបទ្រព្យសកម្មណាបន្តិចសោះពីក្រុមហ៊ុនអត់ធ្លាប់ចូលរួមបោះឆ្នោតកិច្ចប្រជុំរបស់ក្រុមហ៊ុនអត់ធ្លាប់ទទួលបានព័ត៌មានប្រតិបត្តិពីក្រុមហ៊ុនឡាក់នឹងឡាក់អញ្ចឹងគាត់និយាយថាម៉េចគាត់និយាយថាគាត់មានភាគហ៊ុន 30% មែនប៉ុន្តែគាត់អត់មានចំណែកអីនៅក្នុងក្រុមហ៊ុន Huiwan Pay អញ្ចឹងមកចាត់ថាគាត់គឺជាមនុស្សនៅពីក្រោយការឆោបបោកការស្អីគេរឿងសពបែបយ៉ាងហ្នឹងគឺគាត់ថាគាត់អត់ទេគាត់ជាមនុស្សស្អាតស្អំសារនេះមានន័យថាយ៉ាងម៉េចបងប្អូនសារហ្នឹងគឺជាសារពមៀនទៅអ្នកទាំងអស់គ្នាហ្នឹងដែលថាលោកហ៊ុនតូជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន Huiwan Pay ឬ Huiwan ហ្នឹងបើគាត់ប្តឹងដាក់គុកគឺជាប់បានហើយដោយសារតែមានលិខិតមួយច្បាប់ហ្នឹងប៉ុន្តែអ្វីដែលលោកហ៊ុនតូអត់បានដឹងអំពីគេហៅកំបិតចិត្តដងឯងនៃសារដែលបញ្ជាក់ថាខ្លួនមានភាគហ៊ុន 30% ភាគហ៊ុន 30% នៅក្នុងក្រុមហ៊ុនមួយហើយខ្លួនជាក្មួយរបស់លោកហ៊ុនសែនមេដឹកនាំប្រទេសយើងសាកគិតបន្តិចមើលសូម្បីតែយើងចូលទៅឈរឈ្មោះជាទីប្រឹក្សាដោយមិនចាំបាច់ទាំងមានភាគហ៊ុនយើងមិនដឹងមានឥទ្ធិពលយ៉ាងណានៅពីក្រោយក្រុមហ៊ុននឹងអ្នកណាទៅហ៊ានប៉ះលោកហ៊ុនតូក្រុមហ៊ុននឹងធ្វើប្រទេសផ្ដាស់អីក៏តាបានយើងនិយាយពី logic ផងចុះនេះមានភាគហ៊ុន 30% លោកនិយាយថាអត់បានធ្វើអីសោះអញ្ចឹងហើយបានជាខ្ញុំទាមទារឲ្យគណៈកម្មការឯករាជ្យនៅស្រុកខ្មែរហ្នឹងបកកើតទៅឲ្យស៊ើបអង្កេតលោកហ៊ុនតូទៅដើម្បីរកភាពយុត្តិធម៌ឲ្យគាត់ហងកំចាំបាច់ឈឺក្បាលចេញលិខិតបញ្ជាក់ចេះលិខិតបំភ្លឺចេះមានន័យអីក្រៅតែពីធ្វើឲ្យសារព័ត៌មានឬក៏អ្នកដែលហ៊ានរិះគន់លោកហ៊ុនតូហ្នឹងឡើងហ៊ាននិយាយទៀតទៅខ្លាចจะចាប់ដាក់គុកព្រោះគេនិយាយបំភ្លឺប៉ុន្តែសួរថាអាហ្នឹងដោះស្រាយការឆោបបោកអនឡាញភាពឈឺក្តៅក្រហល់កាហាយរបស់អតិថិជន Huiwan Pay អីដែលឥឡូវគេដកលុយអស់អត់មានលុយមួយរៀលហ្នឹងមែនវាអត់ទេវាគ្រាន់តែជាការបញ្ចប់ឲ្យស្ងាត់មាត់ចុកមាត់អញ្ចឹងតែប៉ុណ្្នឹងឯងបាទឥឡូវព័ត៌មានបន្តទៀតតកតងនឹងអង្គការ Save Cambodia បន្តរំលឹកគណូបការៈមេធាវីអាមេរិកលោក Morton Sklar អង្គការ Save Cambodia នេះបងប្អូនគឺគាត់តាមពិតលោក Morton Sklar ដែលជាមេធាវីជនជាតិអាមេរិកដែលបានជួយអង្គការនេះក្នុងនាមជាទីប្រឹក្សាជាមេធាវីជាអ្នកផ្ដល់ការពិគ្រោះផ្នែកច្បាប់ដើម្បីដោះស្រាយបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅស្រុកខ្មែរហ្នឹងគឺជួយច្រើនរហូតតតែលោកទទួលមរណភាពប្រហែលជា2-3ខែមុននេះឥឡូវនេះអង្គការនេះរៀបចំធ្វើជាគម្រោងបិណ្ឌរំលឹកខួបវិញ្ញាណក្ខន្ធ100ថ្ងៃសម្រាប់ជូនវិញ្ញាណក្ខន្ធរបស់លោក Morton Sklar ដែលគ្រោងនឹងធ្វើទៅនៅឯវត្តពុទ្ធិការាមវត្តខ្មែរនៅឯ Maryland ហ្នឹងតំបន់ម្ដុំ Silver Spring ហ្នឹងនៅថ្ងៃទី31ខែ
ចុងខែនេះបាទចុងខែ5នេះចឹងបងប្អូននៅតំបន់ Maryland ឬក៏នៅតំបន់ជិតវត្តពុទ្ធិការាមវត្តខ្មែរ Maryland ហ្នឹងសូមអញ្ជើញចូលរួមដើម្បីផ្ដល់នៅដូចថាសទ្ធាជ្រះថ្លាចូលបុណ្យអីទៅដើម្បីប្រាក់ដែលអង្គការ Save Cambodia បាននិយាយថាបានពីការចូលបុណ្យនេះបច្ច័យនេះនឹងយកទៅប្រគល់ជូនជាការសងដឹងគុណបន្តិចបន្តួចដល់ក្រុមគ្រួសាររបស់សពលោកមកតុនស្លាយអញ្ចឹងហើយពិធីនេះមិនមែនធ្វើតែនៅវត្តពុទ្ធិការាមឬវត្តខ្មែរនៅ Maryland នេះទេថ្ងៃ31ហ្នឹងថ្ងៃ31ដដែលមានពិធីមួយនៅកេបិចចឹងបងប្អូនខ្មែរនៅកេបិចហ្នឹងក៏អាចចូលរួមពិធីនឹងដែរហើយព័ត៌មានលម្អិតតាក់ទងនឹងទីតាំងប្រពៃពិធីសូមចូលទៅមើលគេហទំព័រឬ Facebook របស់អង្គការ Save Cambodia ដែលគាត់មានបញ្យលលម្អិតបាទ Save Cambodia SAVE Cambodia CAMBODIA ហ្នឹងបងប្អូនចូលទៅមើល Facebook គាត់ទៅមួយទៀតគឺគាត់អំពាវនាវដែរបងប្អូនណាដែលចង់បានឈ្មោះអង្គការសង្គមស៊ីវិលដាក់ចូលនៅក្នុងលិខិតឬក៏សម្បត្តិដែលអំពីការដឹងគុណូបការៈរបស់លោកម៉ូតុនស្ខាហ្នឹងចូលរួមដើម្បីជាអង្គការសង្គមស៊ីវិលនៅក្រៅប្រទេសហ្នឹងឲ្យមានឈ្មោះនៅក្នុងការដែលជួយជ្រោមជ្រែងរំលឹកវិញ្ញាណក្ខន្ធលោកម៉ូតុនស្ខាហ្នឹងគាត់សូមឲ្យផ្ដល់ឈ្មោះរបស់អង្គការហ្នឹងចូលរួមជាមួយអង្គការ Save Cambodia ត្រឹមថ្ងៃទី22ខែឧសភានេះបាទហើយហ្នឹងក៏ទៅមើលគេហទំព័រឬ Facebook របស់គាត់ដែរបាទរឿងបន្ទាប់ទៀតគឺតកតងនឹងការស្លាប់របស់លោកលីសមេតនៅក្នុងគុកព្រៃសរផ្ដល់មេរៀនអ្វីខ្លះដល់អ្នកគ្រប់គ្រងគណៈបកកណ្ដាលអំណាចបងព័ត៌មានអន្តរជាតិគឺលោកត្រាំថានឹងមានដំណោះស្រាយជាមួយអ៊ីរ៉ង់មួយសប្តាហ៍ទៀតគាត់ថាតែអញ្ចឹងភ្លឹបផ្លែតដូច7ប៉ែចឹងឥឡូវរឿងជាមួយអ៊ីរ៉ង់ហ្នឹងក៏ប៉ុន្តែអាចជាសារមានសង្ឃឹមដែរព្រោះលោកត្រាំប្រហែលជាម្សិលមិញម្សិលមួយថ្ងៃហ្នឹងបងប្អូនមានចាំទេគាត់ចាប់ផ្ដើមបញ្ចេញកប៉ាល់ចម្បាំងហើយនឹងហេលីកូបទ័រធម្មភិកចៈដែលយើងហៅកតុំរុយហ្នឹងយកទៅកាងកប៉ាល់នៅក្នុងដែនសមុទ្រហូមូសដែលច្រកហូមូសហ្នឹងដើម្បីដឹកចេញមកដែនសមុទ្រអន្តរជាតិកុំឲ្យរងការបាញ់ប្រហារពីអ៊ីរ៉ង់ហើយផលិតទូកអ៊ីរ៉ង់អាទូកលឿនអូប័រហ្នឹងអស់6គ្រឿងហើយចាប់កជ្រួចមីស៊ីលរបស់អ៊ីរ៉ង់ដែលបាញ់មកហ្នឹងទម្លាក់ចោលក្នុងដែនសមុទ្រអស់ហើយអញ្ចឹងទៅហើយរំដោះអាទូកហ្នឹងឲ្យចេញមកឥឡូវអត់មានបញ្ហាអីអ៊ីរ៉ង់ទប់អត់បានដល់អញ្ចឹងទៅស្រាប់តែម្សិលមិញនេះស្រាប់គាត់ថាផ្អាកអាគេហៅមួយគេហៅគម្រោងសេរីភាពមិនគេនោះគេហៅ Project Freedom លោកត្រាំហៅអាការដែលយកទៅ escort ទៅឆ្កកកាំងបើកផ្លូវកប៉ាល់ក្នុងផ្លូវទឹកច្រកហមូនហ្នឹងគាត់ថាគម្រោងសេរីភាពហើយឥឡូវអាគម្រោងសេរីភាពហ្នឹងផ្អាកសិនគាត់ថាផ្អាកសិនដោយសារអ៊ីរ៉ង់សុំមកទៀតហើយតាមរយៈប៉ាគីស្ថានថាសុំឲ្យផ្អាកអាគម្រោងហ្នឹងសិនចរចាទៀតអញ្ចឹងលោកត្រាំថ្ងៃនេះគាត់ថាគាត់សង្ឃឹមថាអ៊ីរ៉ង់នឹងដាច់ស្រេចចរចាបញ្ចប់នៅមួយសប្តាហ៍ទៀតតែយើងជឿប៉ុណ្ណាអីប៉ុណ្ណាចាំមើលតទៅទៀតទៅបងប្អូនអាមេរិកក៏ខូចដែរពេលចរចាបដាដាក់សម្ពាធបដាអ៊ីរ៉ង់ក៏គ្នាគឺច្បាច់កចង់ដាច់ខ្សោស្លាប់ហើយការចរចាហ្នឹងអ៊ីរ៉ង់ដាក់មក14ចំណុចអត់ទាន់ដឹងថាតើអាមេរិកនឹងយកចំណុចណាមួយឬក៏ព្រមដែរឬយ៉ាងណាព្រោះអ៊ីរ៉ង់ទី1ទាមទារឲ្យច្រកហូមូសហ្នឹងកុំឲ្យអាមេរិកមកប៉ះពាល់លូកដៃឲ្យអ៊ីរ៉ង់អ្នកគ្រប់គ្រងហើយកុំបិទឲ្យសោះទី2គឺឈប់វាយអ៊ីរ៉ង់ទៀតទៅថ្ងៃក្រោយទី3គឺសងការខូចខាតអ៊ីរ៉ង់លើកទណ្ឌកម្មផ្សេងអីឡាក់នឹងឡាក់អីចឹងទៅតែអាមេរិកគឺច្បាស់មួយគឺត្រូវតែលុបបំបត្តិអាវុធបរមាណូអីអញ្ចឹងដែររងនៅរៀងស្ទាក់ស្ទើរកន្លែងហ្នឹងច្រើនដូច្នេះរឿងអត់ត្រូវគ្នាភាគច្រើនរឿងអាវុធបរមាណូទេតើយ៉ាងម៉េចហើយអាមេរិកក៏នៅតែមិនត្រូវគ្នាមួយទៀតជាមួយអ៊ីរ៉ង់គឺតាក់ទងនឹងអ៊ីរ៉ង់អត់អាចដឹកនាំប្រទេសតាមរបៀបផ្ដាច់ការដូចសប្តាហ៍ថ្ងៃទេត្រូវតែដូររបបអាហ្នឹងមួយដែលអ៊ីរ៉ង់ក៏ពិបាកទទួលយកដែរតើវានឹងអាចទទួលរកដំណោះស្រាយក្នុងសប្តាហ៍ទៀតយ៉ាងណាព្រោះអាមេរិកពុំមានកំតិចឲ្យទៅជាផេះផង់រាល់ថ្ងៃហ្នឹងបាទយើងចាំមើលតទៅទៀតបងប្អូនខ្ញុំសូមស្លេះការផ្សាយរបស់ខ្ញុំត្រឹមប៉ុណ្ណេះអរគុណបងប្អូនដែលបានត្រង់ត្រាប់ស្ដាប់ការផ្សាយតាំងពីដើមរឿងមកជួបគ្នានៅរាត្រីថ្ងៃស្អែកទៀតបាទរាត្រីសួស្ដីបងប្អូននៅស្រុកខ្មែរអរុនសួស្ដីបងប្អូននៅសហរដ្ឋអាមេរិក